បងខ្ញុំចង់ចេះកែពណ៌វីដេអូឲ្យស្អាតដូចថ្ងៃដែរប៉ុន្តែខ្ញុំប្រើតែកម្មវិធី CapCut តើខ្ញុំអាចធ្វើបានអត់បានឃើញវាថាមិនបានឲ្យតែចង់ចេះឥឡូវទាញតុកទាញកៅអីទាញកុំព្យូទ័រមកខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅក្នុងកម្មវិធី CapCut ឥឡូវតែម្ដង Hello តើឥឡូវអ្នកនរគ្នានៅក្នុងកុំព្យូទ័ររបស់យើងអ្នកនរគ្នាគ្រាន់តែចូលទៅក្នុងកម្មវិធី CapCut ដែលយើងមានស្រាប់នៅក្នុងកុំព្យូទ័ររបស់យើងណាអ្នកនរគ្នាអញ្ចឹងត្រង់នេះអ្នកនរគ្នាគ្រាន់តែចូលទៅបង្កើតនៅ project ថ្មីដែលអ្នកនរគ្នាគ្រាន់តែចុច create project ហើយយើងនឹងធ្វើការបង្កើត project ថ្មីនៅក្នុងកម្មវិធី CapCut របស់យើងអ្នកនរគ្នាតោះឥឡូវអ្វីដែលយើងធ្វើបន្តទៀតអ្នកនរគ្នាគ្រាន់តែអស់វីដេអូរបស់យើងដែលយើងចង់ដាក់វាដើម្បីធ្វើការកែពណ៌ហ្នឹងនៅក្នុងកម្មវិធី CapCut របស់យើងអ្នកនរគ្នាដែរអ្នកនរគ្នាគ្រាន់តែចូលទៅក្នុងកន្លែងវីដេអូរបស់យើងហើយខ្ញុំមានវីដេអូស្រាប់ដែលខ្ញុំចង់ធ្វើការដាក់ចូលទៅក្នុងកម្មវិធី CapCut របស់យើងគ្រាន់អស់វាចូលមកបាទនេះគឺជាវីដេអូទាំង clip ទាំង4របស់ខ្ញុំ footage ទាំង4របស់ខ្ញុំដែលខ្ញុំចង់ធ្វើការកែពណ៌អញ្ចឹងអ្នកនរគ្នានេះគឺជាកម្មវិធី CapCut ទាំងមូលដែលអ្នកនរគ្នាគ្រាន់ថាអស់វីដេអូរបស់យើងចូលមកក្នុង timeline របស់យើងណាយើងអស់វីដេអូទាំង4ចូលមកក្នុង timeline របស់យើងអ្នកនរគ្នាឃើញគឺវីដេអូរបស់យើងនេះគឺមានលក្ខណៈថា slate អូខេណាមានលក្ខណៈថា slate ដោយសារតែយើងថត S-Log អញ្ចឹងជំហានទី1ដែលខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើនោះគឺយើងទៅធ្វើការកែនៅ color correction សិនបានន័យថាយើងបំលែងវាពី S-Log ទៅកាន់ពណ៌ធម្មតាសិន standard អញ្ចឹងបើសិនជាអ្នកនរគ្នាថតធម្មតាដែលអត់ប្រើប្រាស់ color lock format ឬក៏ S-Log ទេអ្នកនរគ្នាអាចធ្វើការ skip ជំហានទី1បានអញ្ចឹងជំហានទី1របស់ខ្ញុំដើម្បីធ្វើការបំលែងពណ៌នេះបានគឺដំបូងខ្ញុំធ្វើការ add នៅ color correction ឡាត់សិនអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងគ្រាន់តែចូលទៅក្នុង adjustment ហើយយើងធ្វើការ import នៅកន្លែងឡាត់នេះយើងធ្វើការ import នៅ 3D LUT ដែលយើងបានធ្វើការ download ដាក់ក្នុងកុំព្យូទ័ររបស់យើងណាអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់មាន 3D LUT នេះទេអ្នកនរគ្នាអាចទៅធ្វើការមើលវីដេអូរបស់ខ្ញុំពីមុនសិនបានដែលយើងធ្វើការ download LUT អ្នកនរគ្នាមកប្រើប្រាស់អញ្ចឹងជំហានទី1គឺយើងធ្វើការ fix នៅ color correction សិនអញ្ចឹងខ្ញុំបំលែងវាពី S-Log 3ទៅកាន់ color ធម្មតាអូខេអញ្ចឹងនេះគឺជា LUT color correction LUT ហើយយើងធ្វើការដាក់នៅលើវីដេអូរបស់យើងហើយយើងធ្វើការ off វាពេញមកអូខេអញ្ចឹងយើងធ្វើការ correction វាមកតង់ហើយអញ្ចឹងជំហានទី2បន្ទាប់ទៀតគឺយើងធ្វើការប្រើប្រាស់នៅ creative LUT ដែលវាស្តៀងទៅនឹង Premiere ដែរអញ្ចឹងត្រង់នេះគឺយើងធ្វើការ add LUT មួយទៀតដែលយើងគ្រាន់តែ click import ហើយយើងទៅធ្វើការជ្រើសរើស LUT ដែលយើងស្រឡាញ់ដែលយើងចូលចិត្តដោយអ្វីដែលខ្ញុំធ្វើត្រង់នេះគឺខ្ញុំជ្រើសរើសយក LUT មួយដែលខ្ញុំ download ចេញពី Full Time Filmmaker ដែលអ្នកនរគ្នាទស្សនាវីដេអូរបស់ខ្ញុំពីមុនសិនបានដែលខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាពីរបៀប download LUT មួយនេះ LUT នេះគឺមិនមែនជា LUT របស់ខ្ញុំទេក៏ប៉ុន្តែខ្ញុំក៏ជាអ្នកប្រើប្រាស់ដូចគ្នាអញ្ចឹងខ្ញុំគ្រាន់តែយក LUT នេះមកដាក់នៅលើវីដេអូរបស់យើងពីធ្វើឲ្យវីដេអូរបស់យើងមើលទៅ cinematic គួរចង់មើលអញ្ចឹងត្រង់នេះគឺខ្ញុំអស់ LUT មួយយើងមួយទៀតដើម្បីដាក់លើវីដេអូរបស់យើងអូខេអញ្ចឹងនេះគឺជាវីដេអូដែលយើងបានធ្វើការ correction ឲ្យមកតង់បន្ទាប់មកយើងធ្វើការដាក់នៅ LUT មកតង់ទៀតប៉ុន្តែត្រង់នេះដោយសារតែវារៀងអត់ដូចអ្វីដែលយើងចង់បានយើងអាចធ្វើការកែនៅមកតង់ទៀតដែលយើងគ្រាន់តែ click នៅលើ clip របស់យើងវីដេអូរបស់យើងហើយយើងអាចទៅធ្វើការ correction វាមកតង់ទៀតឲ្យយើងគ្រាន់តែចូលក្នុងកន្លែង adjustment ហើយយើងធ្វើការនៅកែនៅ temperature color temperature ដែលយើងចង់បានសម្រាប់ខ្ញុំកែវារៀងក្រហមបន្តិចដោយសារពេលនេះវាជាពេលថ្ងៃ sunset ហើយខ្ញុំតម្លើង contrast បន្តិចដើម្បីឲ្យពន្លឺរបស់យើងវាស៊ីគ្នាមួយវីដេអូរបស់យើងហើយខ្ញុំបន្ថយ highlight បន្តិចដើម្បីកុំឲ្យវាឆេះពេកអូខេត្រង់នេះ exposure ខ្ញុំអាចសុំបន្ថយមកបន្តិចដើម្បីកុំឲ្យវាឆេះពេកអូខេអញ្ចឹងខ្ញុំធ្វើការកែវាត្រង់នេះធ្វើម៉េចឲ្យភ្នែករបស់យើងមើលទៅវាស្អាតមើលទៅវាសមខ្ញុំធ្វើការបន្ថយ shadow បន្តិចអូខេដែលយ៉ាងនេះឃើញនេះគឺជាវីដេអូដែលយើងអត់ទាន់បានដាក់ color correction LUT អានេះវីដេអូយើងបានដាក់ LUT ហើយអញ្ចឹងអ្នកនរគ្នាអាចធ្វើការកែតម្រូវវីដេអូរបស់យើងទៅតាម footage មួយទៅថាតើ footage នីមួយៗហ្នឹងយើងគួរតែបន្ថយឬក៏យើងគួរតែបន្ឡើង white balance ឬក៏ exposure ដោយរបៀបណាអញ្ចឹងណាតាមភ្នែករបស់យើងដែលយើងគិតថាយើងអាចចង់ដែលយើងគិតថាស្រឡាញ់អញ្ចឹងត្រង់នេះខ្ញុំបន្ថយបន្តិចទៅបាទអូខេឥឡូវយើងមកធ្វើការទស្សនាវីដេអូដែលយើងមិនទាន់បានកែនិងវីដេអូដែលយើងបានកែហើយតោះចុះមកជាប់vàoធម្មតាចឹងជាប់ក៏ជាប់ដែរខ្ញុំនឹង
ធ្វើការផុសវីដេអូពីរបៀប edit ជាច្រើនទៀតសម្រាប់អ្នកនរគ្នាកុំភ្លេចចុច follow ផង Hello